Hello 大家好วันนี้来到ជាសិស្សចុងវិញបាទសូមស្វាគមន៍ដល់បងប្អូនអ្នកសិក្សាថ្នាក់ភាសាចិនទាំងអស់បាទថ្ងៃនេះដែរយើងមានពាក្យខ្លះៗដើម្បីចែករំលែកទៅដល់បងប្អូនអ្នកសិក្សាថ្នាក់ភាសាចិនទាំងអស់គ្នាចឹងពាក្យទី1យើងអានថាសង្ឆាសង្ឆាឈឺអងសលេងទី1សង្ឈឺអងសលេងទី3ឆាសង្ឆាយើងប្រែថាភាសាទំនើបហើយពាក្យទី2យើងអានថាទៀន商店昂是类ទី1商តអៃអានយើងអានថាអៀនសលេងទី4អៀន商店យើងប្រែថាហាងទំនិញបាទដូច្នេះយើងក៏លេខទៅមើលពាក្យបន្តទៀតគឺយើងអានថាហ្វាន់ទៀនជញ្ជាក់ហ្វអានសលេងទី4ហ្វាន់ជញ្ជាក់តអៃអានយើងអានថាអៀនសលេងទី4អៀនហ្វាន់ទៀនហ្វាន់ទៀនយើងប្រែថាភោជនីយដ្ឋានអញ្ចឹងយើងក៏លេខទៅមើលពាក្យបន្តទៀតយើងអានថាគួងមានគួងមានគួងជញ្ជាក់មកបូកជាមួយនឹងស្រៈអៀនសំឡេងទី4យើងអានថាមានមានជញ្ជាក់កើបូកជាមួយនឹងស្រៈអួនសំឡេងទី3យើងអានថាគួងគួងមានគួងយើងប្រែថាហាងគុយទាវ路边摊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 ចឹងយើងប្រែថាអ្នកលក់តាមដងផ្លូវលូពៀនឋានអ្នកលក់តាមដងផ្លូវលើជញ្ជាក់លើស្អ៊ូសំឡេងទី4លូពស្រៈអៀនសំឡេងទី1ពៀនធ្វើអានសំឡេងទី1ឋានលូពៀនឋានយើងប្រែថាអ្នកលក់តាមដងផ្លូវ